ជំរាបសួរប្រិយមិត្តអរគ្នានៅក្នុងវីដេអូមួយនេះឯងមានសម្រាប់រឿងចិនមួយដែលកំពុងតែល្បីនៅក្នុង TikTok ហើយក៏ជាសំណូមពររបស់ប្រិយមិត្តយើងផងដែររឿងមួយនេះគឺមានចំណងជើងថា Big World ដែលនិយាយអំពីក្មេងប្រុសមានបញ្ហាតាក់ទងជាមួយនឹងកាយសម្បត្តិរបស់គាត់នឹងបើតាមមើលទៅដូចជាមានបញ្ហាតាក់ទងជាមួយនឹងសរសៃឈាមខួរក្បាលដែលធ្វើកាយវិការរបស់គាត់នឹងពិបាកក្នុងការធ្វើចលនាអែមានអត់សូវដឹងអំពីបញ្ហាជំងឺមួយនឹងទេបើសិនជាប្រិយមិត្តទាំងអស់គ្នាដឹងអាច comment ខាងក្រោមបានហើយបើសិនជាមានសម្រាយទៅមិនអន់ក្បោះក្បាយត្រង់ណាសូមអធិស្ឋានផងដែរដោយសត្វតួអង្គនៅក្នុងរឿងមួយហ្នឹងគឺជំនះក្នុងបញ្ហាសុខភាពរបស់គាត់និងជីវភាពរបស់គាត់ប្រចាំថ្ងៃខ្លាំងមែនទែនអូខេតើអញ្ចឹងកុំឲ្យខាតពេលវេលាច្រើនមកទស្សនាការសម្ដែងរឿងដែលមានចំណងជើងថា Big World ទាំងអស់គ្នាជំនឿរបស់សាច់រឿងបានចាប់ផ្ដើមពីក្មេងជំទង់ម្នាក់មានឈ្មោះថាលូឈូដែលជាក្មេងប្រុសមានបញ្ហាកាយសម្បត្តិខុសប្រក្រតីពីកំណើតខុសពីក្មេងដទៃការរស់នៅរបស់គេគឺប្រើប្រាស់ដៃខ្វង់ជើងខ្វង់មិនស្មើគ្នានិងមាត់វាចពិបាកក្នុងការប្រស័យតាក់ទងគ្នាជាខ្លាំងហើយគេគឺរស់នៅជាមួយនឹងលោកយាយម្នាក់មានឈ្មោះថាលោកយាយនៅថ្ងៃមួយនៅពេលដែលលោកឈូបានឡើងទៅដល់ដំបូលម្នាក់ឯងលោកយាយក៏បានហៅគេចុះមកខាងក្រោមវិញនៅពេលដែលលោកយាយកំពុងតែបត់កន្សែងលោកយាយក៏បានសួរថាតើចៅឡើងទៅដល់ដំបូលធ្វើអ្វីទៅលោកឈូក៏បានតបទៅវិញថាគឺគេឡើងទៅមើលមេឃតែប៉ុណ្ណោះនៅពេលឮហើយលោកយាយក៏បានញញឹមនៅពេលបានឃើញលោកឈូជួយបត់កន្សែងឲ្យស្របពេលនៅពងដែរមានគេទេមករកលូឈូដើម្បីណាត់ជួបគេទៅវឹកហាត់នៅឯ Center ព្រោះគេបានដាក់ស្នាការងារនៅទីនោះបើតមកលោកយាយក៏បាននាំលូឈូទៅធ្វើខួបកំណើតអាយុ20ឆ្នាំនៅក្នុងហាងមួយជាមួយនឹងមិត្តភ័ក្តិរបស់លោកយាយក្រុមការងារចម្រៀងរបស់លោកយាយនៅពេលដែលទៅដល់ទីនោះលោកយាយបានណែនាំឲ្យគ្រប់គ្នាបានស្គាល់លូឈូប៉ុន្តែនៅពេលដែលពួកគេបានយកនំឲ្យលូឈូផ្លុំគេពិបាកផ្លុំជាខ្លាំងរាយការណ៍ទទួលទានរបស់លូឈូគឺតម្រូវមានស្លាបព្រាជាប់ដៃរបស់គេនិងការផឹកទឹកដោយប្រើទុយោរាយលោកយាយបាននិយាយរឿងការវឹកហាត់ចម្រៀងនៅក្នុងក្រុមរបស់គាត់គឺគាត់ចង់នាំក្រុមរបស់គាត់ទៅជ្រៀនក្នុងឧទ្យានវិញម្ដងជាជាងទៅជួលកន្លែងគេវិញណាមួយមិនដំឡងទៅដល់អ្នកដទៃរាយលោកតាដែលមានឈ្មោះថាលោកតាដេវបានចាប់ផ្ដើមយោបល់ឲ្យទៅហាងកូនប្រុសរបស់គាត់វិញនៅពេលដែលមនុស្សទៅដល់ទីនោះតែអាហារនៅហាងកូនប្រុសរបស់គាត់អាចអញ្ជើញពួកគេទៅទស្សនាការសម្ដែងនៅក្នុងសួនបានបើតើបាននៅពេលលោកឈូចាប់ផ្ដើមផឹកស្រានៅបានយកហាមកហូបបន្តិចស្រាប់តែគេចាប់ដាំឆ្លាអាហារតែម្ដងព្រោះគេតែឆ្លាអាហារបែបនោះនៅពេលដែលគេមិនប្រយ័ត្នរាយលោកយាយនៅពេលដែលយកលោកឈូត្រឡប់ទៅវិញលោកយាយប្រងព្រុសទឹកទៅលើមុខរបស់លោកឈូដើម្បីគេស្វាងបន្តិចប៉ុន្តែម្ដាយរបស់លូឈូក៏បានត្រឡប់មកវិញហើយម្ដាយរបស់គេគឺមានឈ្មោះថាអ្នកស្រីឆេលូបើតើមកនៅព្រះពួកគេបានយកលូឈូទៅដេកអ្នកស្រីលែនឈូបានស្ដាប់បន្តទៅកាន់លោកយាយជាខ្លាំងដែលឲ្យលូឈូផឹកស្រាថ្ងៃកំណើតប៉ុន្តែលោកយាយបានតបទៅវិញថាលូឈូមិនមែននៅក្មេងទៀតទេថ្ងៃនេះជាថ្ងៃកំណើតរបស់គេគ្មានអ្វីត្រូវខ្លាចនៅខ្មាស់គេទេអ្នកស្រីក៏បានតបទៅវិញថាតើខ្ញុំខ្លាចអ្វីទៅកូនបានរស់រានមានជីវិតច្រើនឆ្នាំមកហើយដោយខ្លួនឯងលោកយាយក៏បានតបទៅវិញថាកុំតែបានម៉ែមើលថែលូឈូតាំងពីអាយុ8ខែមកម្លោះប្រហែលជាឯងយកលូឈូទៅបោះចោលបាត់ទៅហើយអ្នកស្រីឆេនលូក៏បានតបទៅវិញថាប៉ាត់មែនហើយបើសិនកុំតែដើម្បីម៉ែកូនតែទៅកើតត្រូវបោះបង់ចោលទៅហើយចុះម៉ែបានបោះបង់កូនចោលដែរមែនទេនៅប្របានលឹងហើយលោកយាយក៏បានជេរទៅកាន់អ្នកស្រីឆេនលូវិញបើតបនៅពេលលូឈូស្វាងគេក៏បានយំប្រាប់យាយរបស់គេថាសត្វឆ្មារបស់គេគឺស្លាប់ទៅហើយនៅពេលដែលគេបានទៅបន្ទប់ដេកគេក៏បានយកគ្រោងឆ្អឹងជ័រមកដេកអោបនៅក្នុងវ៉ាលីទៅបានជលយារបស់គេហួសចិត្តជាខ្លាំងដែលគេធំហើយលេងដូចជាកូនក្មេងលោកនៅព្រះបន្ទាប់នៅពេលលូឈូបានឃើញម្ដាយរបស់គេប្រកែកគ្នាជាមួយនឹងលោកយាយគេបានស្រែកថាគេចង់មានភាពឯកជនខ្លះបើតើមកនៅព្រះពួកគេបានទទួលទានអាហារជាមួយគ្នាប្តីរបស់អ្នកស្រីឈិនលូក៏បានចូលមកចូលរួមដែររីឯអ្នកស្រីឆេនលូបានប្រាប់ទៅកាន់លោកយាយឲ្យលូឈូប្រឡងសរសេរអក្សរដោយដៃផងប៉ុន្តែលោកយាយបានឲ្យតែពួកគេទាំងពីរនាក់ត្រឡប់ទៅវិញទេអាលយកលូឈូដើរលេងនៅខាងក្រៅបើតមកលូឈូចាប់ដើមទៅវឹកហាត់បង្រៀនក្មេងៗនៅឯសាលារៀនមួយដោយនៅពេលនោះលូឈូបានយកកំណាព្យនិយាយក្នុងការវឹកហាត់នៅក្នុងថ្នាក់រៀនប៉ុន្តែក្មេងៗចាប់ដើមសើចនៅពេលបានឃើញកាយវិការចម្លែករបស់លូឈូហើយការនិយាយរបស់គេគឺហត់និងប្រឹងជាខ្លាំងនិងបានយកទូរស័ព្ទមកថតទុកទាំងញញឹមផងដែរលោកនៅពេលចាប់ការវឹកហាត់នោះហើយខាងសាលាបានប្រាប់ទៅកាន់លោកយាយថាលូឈូពិតជាល្អខ្លាំងណាស់ប៉ុន្តែដោយសារតែក្មេងៗមានបញ្ហាមិនអាចយកលូឈូធ្វើការនៅទីនោះបាននោះទេខាងសាលាពិតជាពិបាកក្នុងការបង្ហាញខ្លាំងណាស់នៅពេលលឺហើយលោកយាយព្យាយាមប្រាប់ទៅវិញថាក្មេងៗទាំងអស់នោះគឺមើលទៅពួកគេសប្បាយចិត្តខ្លាំងណាស់រីលូឈូបានត្រឹមតែសម្លឹងមើលទៅខាងក្រៅសាលាតែប៉ុណ្ណោះ
នៅពេលដែលបានដឹងលទ្ធផលបែបនោះបន្តមកលោកយាយក៏បានយកលូឈូទៅហូបអាហារនៅខាងក្រៅនៅអាតូបរបស់លោកតាដេវបន្តទៀតដើម្បីលើកទឹកចិត្តលូឈូរីឯលូឈូប្រាប់ទៅកាន់លោកយាយថាគឺគេមិនអីនោះទេបន្តមកលោកយាយបានទៅនិយាយជាមួយនឹងលោកតាដេវវិញម្ដងដើម្បីសួរនាំរឿងចង់ដឹងថាម្ដេចបានជាលោកតាមិនទៅវឹកហាត់ច្រៀងជាមួយនឹងក្រុមរបស់លោកយាយរីឯលោកតាដេវបានប្រាប់ថាលោកតាបានប្រាប់ម្ដងហើយថាលោកយាយមិនគោរពគាត់នោះទេនៅពេលគាត់បានផ្ដល់យោបល់ឲ្យមកហាងរបស់គាត់កាលពីថ្ងៃនោះហើយគាត់គឺជាអ្នកវេស្កត្រូវតែស្ដាប់គាត់ជានិច្ចបន្តមកនៅប្រក្រមរបស់លោកយាយទៅវឹកហាត់ច្រៀងនៅក្នុងសួនដោយគ្មានលោកតាដេវម្នាក់រអ៊ូថាបើសិនជាគ្មានលោកតាដេវវាស្គរនោះទេពួកគេមិនអាចសម្ដែងបាននោះទេហើយសមាជិកចាស់ខ្លះកាលពីមុនគឺបានស្លាប់អស់ទៅហើយស្របពេលនៅផងដែរលោកឈូកំពុងតែសរសេរកំណាព្យនៅក្នុង iPad របស់គេនិងកាត់រូបភាពត្រឹមតែក្បាលរបស់គេតែប៉ុណ្ណោះដោយសារតែគេមិនចង់ឃើញរូបភាពជើងខ្វង់ដៃខ្វង់របស់គេបន្តិចក្រោយមកលោកយាយរបស់គេបានសម្រេចចិត្តផ្ដល់យោបល់ឲ្យយកលូឈូធ្វើជាអ្នកវាស្គរនៅក្នុងក្រុមតែម្ដងទាំងដែលគ្រប់គ្នាស្ទើរតែមិនជឿទេថាលូឈូមិនអាចធ្វើបានលោកនៅពេលដែលលោកយាយបានយកលូឈូជិះឡានក្រុងត្រឡប់ទៅវិញលូឈូប្រាប់ទៅកាន់លោកយាយថាចៅមិនដែលវាស្គរពីមុននោះទេតែឲ្យវាយបានយ៉ាងម៉េចទៅលោកយាយក៏បានប្រាប់ទៅវិញថាលោកឈូអាចប្រើចង្កឹះបានដូច្នេះក៏អាចវាយស្គរបានផងដែរបន្ទាប់មកនៅពេលលោកឈូបានងើបពីកៅអីឲ្យស្ត្រីមេកូនម្នាក់អង្គុយជំនួសវិញស្ត្រីនោះក៏បានអរគុណទៅកាន់លោកឈូប៉ុន្តែនៅពេលដែលឡានចាប់ប្រាំងខ្លាំងពេកបណ្ដាលោកឈូបានដួលទៅខាងក្រោមទៅបានជាលោកយាយខឹងជាខ្លាំងក៏បានស្ដីបន្ទោសទៅកាន់តែកងឡានរីឯតែកងឡានបានជាស្ដីបន្ទោសទៅកាន់លោកឈូដែលមិនអង្គុយចុះនៅពេលនោះលោកយាយបានឆ្លុះប្រកែកគ្នាជាមួយនឹងតែកងឡានហើយឲ្យតែកងឡានសុំទោសទៅកាន់ចៅរបស់គាត់ប៉ុន្តែតែកងឡាននោះមិនសុំទោសជាដាច់ខាតរីលោកឈូក៏បានចាប់ដៃលោកយាយកុំឲ្យឆ្លុះប្រកែកគ្នាបន្តទៀតអីលោកនៅប្រពូគេបានទៅដល់ផ្ទះទទួលទានអាហារជាមួយនឹងម្ដាយរបស់លោកឈូអ្នកស្រីឆាន់ស៊ូក៏បានសួរតាក់ទងជាមួយនឹងការរៀនសរសេរអក្សរដោយដៃរបស់លោកឈូប៉ុន្តែលោកយាយបានជួននិយាយថាគេពិតជាពូកែខ្លាំងណាស់ហើយដោយសារតែគេមិនបានហូបអាហារកាលពីល្ងាចទៅបានជាគេភ្លេចភ្លាំងនៅពេលដឹងហើយអ្នកស្រីឆាន់ស៊ូបាននិយាយរឿងការរកសាលាវិទ្យាល័យបន្តរៀនវិញម្ដងហើយរកសាលាណាដែលចិត្តបានហើយរីលោកឈូបានជាបន្ទប់ស្ដីសោះនិងបានដើរទៅលាងចានឆ្លៀតពេលនោះលោកយាយក៏បានលួចសួរទៅកាន់អ្នកស្រីឆានលូតាក់ទងជាមួយនឹងការមានផ្ទៃពោះដោយសារតែអ្នកស្រីមិនចង់ប្រាប់ទៅកាន់លោកឈូឲ្យបានដឹងនោះទេហើយគ្រូពេទ្យបានឲ្យអ្នកស្រីរក្សាជាតិស្ករនៅក្នុងខ្លួនឲ្យបាននឹងដើម្បីរក្សាជីវិតកូននៅក្នុងផ្ទៃបន្ទាប់មកលោកយាយក៏បានចូលមករកលោកឈូនៅក្នុងបន្ទប់វិញម្ដងដើម្បីលាបថ្នាំជើងឲ្យគេរីលោកឈូប្រាប់ទៅកាន់លោកយាយថាចៅមិនចង់កុហកទេថាចៅមិនបានសិក្សារៀនសូត្របន្តលោកយាយក៏បានតបទៅវិញថាលោកឈូគឺពេញវ័យហើយត្រូវចងចាំថាកុហកម្ដងនៅពេលមួយបន្ទាប់មកនៅពេលលោកយាយបានអង្វរឲ្យលោកឈូធ្វើជាអ្នកវាស្គរម្ដងទៀតដំបូងឡើយលោកឈូមិនយល់ព្រមនោះទេប៉ុន្តែដោយសារតែលោកយាយសុំច្រើនដងពេកលោកឈូបានយល់ព្រមតែម្ដងដែលធ្វើលោកយាយសប្បាយចិត្តជាខ្លាំងបន្ទាប់ថ្ងៃនោះនៅពេលលោកយាយបានយកលោកឈូទៅលេងស្គរថ្ងៃដំបូងលោកយាយបានឆ្លុះប្រកែកគ្នាជាមួយនឹងសមាជិកម្នាក់នៅពេលដែរលោកយាយម្នាក់បានមើលងាយថាលោកឈូមិនអាចលេងស្គរបាននោះទេដែលសំបីតែប្រើចង្កឹះស្របពេលនោះផងដែរស្រាប់តែក្មេងស្រីម្នាក់មានឈ្មោះថាយ៉ាយ៉ាបានដើរមករើសរបស់គប់លេងនៅក្បែរនោះដែលបានផ្លោមកក្បែរលោកឈូហើយលោកឈូក៏បានជួយយកឲ្យផងដែរទៅបានជាលោកឈូចាប់ដើមលងស្នេហ៍ជាមួយនឹងយ៉ាយ៉ាតែម្ដងរីយ៉ាយ៉ាក៏បានញញឹមដាក់លោកឈូផងដែរមុនពេលនាងបានទៅលេងបន្តទៀតបន្ទាប់ពីចាចាបានឆ្លុះប្រកែកវាយដំគ្នាហើយប៉ូលីសក៏បានហៅពួកគាត់ទៅសាកសួរចម្លើយនៅបានឲ្យគ្រប់គ្នាចាប់ដៃគ្នាឈប់ឆ្លោះគ្នាបន្តទៀតលោកនៅពេលដែលលោកយាយបានយកលូឈូទៅរងចាំឡានក្រុងជិះត្រឡប់ទៅវិញលោកយាយក៏បានឃើញលូឈូព្យាយាមគូស្គរម្ដងហើយម្ដងទៀតទៅបានលោកយាយព្យាយាមលើកទឹកចិត្តគេបន្ទាប់មកនៅពេលលូឈូត្រឡប់ទៅផ្ទះវិញគេចេះតែស្រមៃឃើញមុខរបស់យ៉ាយ៉ារហូតហើយគេបានយកក្រុងឆ្អឹងជន់នោះមកលេងថែមទៀតផងរៀមដែររបស់គេបានចូលមកប្រាប់ថាគាត់នឹងធ្វើដំណើរកម្សាន្តរយៈពេលវែងជាមួយនឹងឪពុករបស់លូឈូដូច្នេះគាត់ផ្ដាំឲ្យលូឈូចេះស្ដាប់បង្គាប់លោកយាយផងនៅពេលដឹងហើយលូឈូបានសួរទៅវិញថាតើមានអ្វីសំខាន់នៅពេលដែរតែរយៈពេលយូរហើយគេបានសួរផងដែរថាបើសិនជាខាងវិទ្យាល័យទទួលយកកូនទៅរៀនតើកូនអាចទៅរៀនបានទេអ្នកស្រីឆាន់លូបានតបទៅវិញថាអត់ទេម៉ែមិនចង់ឲ្យកូនចាក់ចេញពីទីក្រុងនោះទេទោះជាសាលានោះជិះត្រឹមតែ90នាទីយ៉ាងណាក៏ដោយបើសិនជាកូនទៅម៉ែមិនចេញថ្លៃសិក្សាឲ្យនោះទេនៅពេលបានលើកហើយលោកឈូអន់ចិត្តជាខ្លាំងប៉ុន្តែលោកយាយរបស់គេបានលួចខ្សឹបប្រាប់ថាចាំយាយយកប្រាក់ដែលសន្សំពីការសម្ដែងមកចេញថ្លៃសិក្សាឲ្យចៅបន្ទាប់ថ្ងៃនោះនៅពេលលោកយាយបាននាំលោកឈូទៅកន្លែងសួននោះម្ដងទៀតលោកតាម្នាក់បានប្រាប់ថា
ប្រាក់សោធននិវត្តរបស់លោកតាមិនចូលកងរបស់លោកតាសោះនៅពេលដឹងហើយលោកឈូបានជួយពិនិត្យមើលឲ្យនិងជួយថតរូបឲ្យលោកតាតែម្ដងដើម្បីវាដំណើរការប្រតិបត្តិឡើងវិញគ្រប់គ្នានៅប្របានឃើញលោកឈូឆ្លាតបែបនោះហើយគ្រប់គ្នាសរសើរលោកឈូជាខ្លាំងបន្តិចក្រោយមកយ៉ាបានដើរមកនិយាយលេងជាមួយនឹងលោកឈូម្ដងទៀតប៉ុន្តែលោកឈូមានអាកប្បកិរិយាអៀនព្រានជាខ្លាំងនៅពេលយ៉ាបានយកឈើវេស្កពីដៃរបស់គេបើតើមកនៅពេលយ៉ាបានសាកវេស្កលេងលោកឈូចាប់ដាំសោចហើយស្រោបពីផងដែរលោកតាដៀវក៏បានត្រឡប់មកវិញនិងបានសួរទៅកាន់គ្រប់គ្នាថាអ្នកណាហ៊ានយកអ្នកវេស្កថ្មីជំនួសលោកតាហើយលោកតាបានមើលងាយស្នាដៃរបស់លោកឈូលេងស្គរផងដែរបើតើមកនៅពេលលោកតាលេងស្គរឲ្យគ្រប់គ្នាមើលយ៉ាក៏បានឲ្យលោកឈូលេងស្គរប្រណាំងជាមួយនឹងលោកតាតែម្ដងនៅពេលលោកឈូបានជ្រោបប្រដាប់វេស្កពីដៃនាងក៏បានជួយរើមកវិញបើតើមកនៅពេលបានឃើញស្នាដៃវេស្ករបស់លោកឈូកាន់តែប្រសើរលោកយាយសប្បាយចិត្តជាខ្លាំងរីឯយ៉ាក៏បានប្រយោបល់ឲ្យពួកគេប្រកួតគ្នាវីស្កនៅពេលក្រោយតែម្ដងបន្ទាប់មកនៅពេលយ៉ាបានទៅបន្ទប់ទឹកជួបលូឈូនៅក្នុងបន្ទប់ទឹកពួកគេក៏បានណែនាំខ្លួនឲ្យគ្នាស្គាល់និងបានសុំវិឆាតសម្រាប់តាក់ទងនៅពេលក្រោយព្រោះយ៉ាចូលចិត្តការវិស្ករបស់លូឈូជាខ្លាំងប៉ុន្តែលូឈូប្រាប់ទៅវិញថាគេមិនមានវិឆាតនោះទេយ៉ាក៏បានសួរទៅវិញថាតើតាក់ទងជាមួយនឹងមនុស្សបានយ៉ាងម៉េចទៅហើយលូឈូនៅជាសិស្សនៅឡើយមែនទេលូឈូក៏បានតបទៅវិញថាគេប្រើប្រាស់នាឡិកាដៃសម្រាប់ការតាក់ទងគេបានសិក្សាចប់នៅវិទ្យាល័យហើយនៅពេលនេះគឺគេមានអាយុ20ឆ្នាំហើយបើតើមកនៅពេលលូឈូត្រឡប់ទៅផ្ទះវិញគេក៏បានស្រមៃឃើញថារាងកាយរបស់គេគឺល្អស្រស់ស្អាតដោយមនុស្សប្រុសដទៃនិងបានរត់លេងកំសាន្តជាមួយនឹងយ៉ាយ៉ាងសប្បាយរីករាយរីយ៉ាក៏បានលោតមកអបថើបមាត់របស់លូឈូនៅពេលដែលបានដេកស្រមៃហើយនៅពេលលូឈូបានងើបពីដេកគេធំក្លិនចម្លែកនៅពេលគេបានមើលខោរបស់ខ្លួនឯងទៅបានជាគេដឹងថាគឺគេចាញ់បោកយកសពតែប៉ុណ្ណោះស្រោបពីនៅផងដែរនៅពេលលោកយាយបានចូលមកយកខោអាវទៅបោកលូឈូព្យាយាមទប់ខោរបស់ខ្លួនឯងរីលោកយាយបានដឹងហើយថាលូឈូក៏ពុតតែលាក់បាំងអ្វីបើតើមកលូឈូក៏បានយកខោអាវដែលប្រឡាក់នោះទៅបោកដោយខ្លួនឯងនៅពេលគេបានទទួលទានអាហារពេលព្រឹកជាមួយនឹងលោកយាយមិនចាំបាច់បញ្យល់អំពីភាពពេញវ័យឲ្យលូឈូបានដឹងនោះទេព្រោះនៅខាងសាលាគឺគេបានបង្រៀនទៅហើយរីលូឈូប្រាប់លោកយាយរបស់គេវិញថាគឺចៅបានដាក់ពាក្យធ្វើការនៅហាងកាហ្វេមួយហើយចៅចង់សាកល្បងវាចៅចង់រកប្រាក់ដើម្បីសន្សំទុកបន្តការសិក្សានៅពេលដឹងហើយលោកយាយសរសើរលូឈូជាខ្លាំងនិងសម្រេចចិត្តប្រកល់ទូរស័ព្ទចាស់មួយឲ្យគេប្រើប្រាស់តែម្ដងលោកនៅពេលលូឈូទៅសម្ភាសការងារនៅហាងកាហ្វេគេបានដើរឆ្លងកាត់ផ្លូវដោយគ្មានលោកយាយជួយហើយនៅពេលគេបានដើរទៅដល់ហាងកាហ្វេលោកយាយក៏បានលួចដើរតាមនិងលបមើលពីខាងក្រៅមកបើតើមកបារម្ភម្នាក់ចាប់ដើមសួរសំណួរអំពីបញ្ហាសុខភាពរបស់លូឈូនិងការឈររបស់លូឈូជាពិសេសគឺការដើររបស់គេរីលូឈូប្រាប់ទៅវិញថាគឺគេមានជំងឺសរសៃឈាមខួរក្បាលគេអាចដើរបានត្រឹមតែ10នាទីតែប៉ុណ្ណោះហើយនៅពេលគេសម្រាប់បន្តិចគេអាចដើរបន្តទៀតបាននៅពេលដឹងហើយបារនោះបានឲ្យគេសាកដើរបន្តិចនិងប្រាប់អំពីការងារដែលគេនឹងរ៉ាប់រងដែលនោះគឺមានដូចជាការទន្ទិញប្រភេទកាហ្វេតម្លៃនីមួយៗទទួលប្រាក់និងការសម្អាតនៅក្នុងហាងបើតើមកនៅពេលលូឈូសាកដើរឲ្យមើលបារនោះក៏បានស្រែកថាប៉ុណ្ណឹងបានហើយប៉ុន្តែលូឈូនៅតែព្យាយាមដើររហូតនៅពេលដើរហើយលូឈូបាននិយាយឲ្យអ្នកក្នុងហាងនោះងាកមើលគេវិញម្ដងនិងរៀបរាប់អាហារដែលមាននៅក្នុងហាងនោះថាមានអ្វីខ្លះរីឯការរៀបរាប់របស់គេនោះគឺហត់ដល់ដង្ហើមគ្នាលែងដល់ទៅហើយពេលនៅផងដែរលូឈូបានសួរកំណាត់ដែលគេបានតែងផងដែរស្របពេលនៅផងដែរលោកយាយរបស់លូឈូបានសម្លឹងមើលពីចម្ងាយមកចៅប្រុសទាំងអាណិតជាខ្លាំងបន្ទាប់មកបារនោះបានប្រតិកម្មលូឈូថាគេមិនអាចទទួលយកលូឈូធ្វើការនៅក្នុងហាងកាហ្វេបាននោះទេព្រោះហាងកាហ្វេរបស់ពួកគេត្រូវការមនុស្សធម្មតាតែប៉ុណ្ណោះនៅពេលបានលើកឲ្យលូឈូអន់ចិត្តជាខ្លាំងបើតើមកលោកយាយក៏បានយកលូឈូទៅហូបអាហារជាមួយគ្នាដើម្បីលើកទឹកចិត្តបន្តទៀតដោយនៅពេលនោះលោកយាយបាននិយាយថាមិនចាំបាច់ទៅធ្វើការនៅទីនោះទេកន្លែងនោះគឺគ្មានអនាគតសម្រាប់លូឈូនោះទេហាងនោះនឹងបិទទ្វារឆាប់មិនខាននៅពេលលើកឲ្យលូឈូបាជាមិនពិបាកចិត្តសោះហើយក៏បានសុំឲ្យលោកយាយបង្កើតកងធនាគារមួយសម្រាប់សន្សំប្រាក់រីលោកយាយនៅពេលបានលើការបង្កើតកងលោកយាយឆ្ងល់ជាខ្លាំងហើយក៏ប៉ុន្តែគឺហាងកាហ្វេនោះបានសម្រេចចិត្តយកលូឈូធ្វើការទៅហើយនៅពេលដឹងថាចៅប្រុសមានការងារធ្វើលោកយាយសប្បាយចិត្តជាខ្លាំងហើយប្រាប់ទៅកាន់លូឈូថាលូឈូនឹងមានប្រាក់ទិញអ្វីដែលចង់ទិញមិនខានហើយអាចទៅរៀនសាលាដែលចង់រៀនបាននៅពេលដែលសរសើរហើយលោកយាយក៏បានហូបអាហារបណ្ដើរស្រស់ទឹកភ្នែកបណ្ដើររីលូឈូប្រាប់ទៅកាន់លោកយាយថាឈប់យំទៅគឺគេមិនអីនោះទេ
បន្ទាប់ថ្ងៃនោះនៅពេលដែរលោកឈូទៅកន្លែងលេងភ្លេងម្ដងទៀតយ៉ាយ៉ាក៏បានរត់មកជួយកាន់ស្គរឲ្យហើយនាងបានលេងសើចជាមួយនឹងលោកឈូផងដែរដោយនៅពេលនោះយ៉ាយ៉ាបានធ្វើជារកឃើញផ្លែ Pincon នៅក្នុងស្គរនិងបានប្រកល់វាឲ្យលោកឈូដោយសារវាទុកចាប់តាមថ្ងៃនោះមកលោកឈូតែងតែរក្សាផ្លែដែលយ៉ាយ៉ាបានឲ្យនោះហើយតែងតែលេងស្គររៀនដើរឡើងជណ្ដើររៀនឆុងកាហ្វេបងរៀនចាស់ឲ្យចេះប្រើ app នៅក្នុងទូរស័ព្ទដៃហើយនៅថ្ងៃមួយនៅពេលដែលលោកយាយនឹកស្មានថាគេកំពុងតែលង់ទឹកលោកយាយរត់មកមើលទាំងបារម្ភជាខ្លាំងប៉ុន្តែក៏ប៉ុន្តែគឺគេមិនអីនោះទេហើយគេក៏បានដៃលោកយាយចេញទៅខាងក្រៅផងដែររីលោកយាយបានសួរថាខ្មាអៀនយាយមែនទេយាយបានឃើញរូបរាងចៅចាប់តាំងពីក្មេងម្លេះបន្ទាប់មកអ្នកស្រីឆាន់លូក៏បានទេមកលោកយាយដើម្បីប្រាប់ថាគាត់នឹងមកលេងនៅម៉ោង 10 ហើយក៏ដើម្បីមើលថែលោកឈូឲ្យបានល្អផងដែររីលោកយាយបានប្រាប់ថាគឺមិនអីនោះទេបន្ទាប់មកនៅពេលលោកយាយត្រៀមអាហារទទួលអ្នកស្រីលោកតាដៀវហើយនឹងយ៉ាយ៉ាក៏បានមកចូលរួមផងដែរហើយនៅពេលលោកតានិយាយរឿងដែរលោកឈូកាន់ផ្នែកស្គរនិងមិនចង់ឲ្យលោកឈូកាន់បន្តទៀតនោះទេយ៉ាយ៉ាក៏បាននាំលោកឈូទៅក្នុងបន្ទប់ដើម្បីកុំឲ្យស្ដាប់លោកតារអ៊ូច្រើនពេកអីនៅពេលដែលចូលបន្ទប់របស់លោកឈូហើយយ៉ាយ៉ាក៏បានឃើញសៀវភៅជាច្រើននៅក្នុងទូដែលសុទ្ធតែសៀវភៅរបស់លោកឈូអានទាំងអស់និងមានកំណាព្យដែលគេបានតែងតែខ្លួនឯងថែមទៀតផងដែលធ្វើនាងសរសើរលោកឈូមិនដាច់ពីមាត់ពេលនៅផងដែរលោកឈូបានសរសេរកំណាព្យមួយឃ្លាសម្រាប់យ៉ាយ៉ាដែលឃ្លាកំណាព្យនោះគឺបានសរសេរថាអ្នកគឺជាតារាដែលរះនៅលើពពកខ្ញុំគឺចំណុចចម្លែកដែលឆ្លងកាត់ទន្លេឯកោនៅបរិបទឃើញកំណាព្យនោះហើយយ៉ាយ៉ាងក់ក្បាលសរសើរនិងបានយកព្រមយកវាតែម្ដងបើតើមិននៅពេលនាងបានឃើញប្រអប់មួយនៅលើតុបន្តទៀតនាងក៏បានសួរអំពីប្រអប់នោះថាជាប្រអប់អ្វីលោកឈូប្រាប់ទៅវិញថាប្រអប់នោះសម្រាប់ដាក់ផេះគេបានឃើញឆ្មាមួយក្បាលនៅតាមដងផ្លូវហើយគេក៏បានយកវាមកចិញ្ចឹមឆ្មានោះគឺមានជើង3តែប៉ុណ្ណោះដើរដូចទៅនឹងលូឈូចិញ្ចឹមវាបាន5ឆ្នាំមុនពេលវាបានស្លាប់ទៅនៅពេលបានស្លាប់ហើយយ៉ាយ៉ាបាននិយាយលេងសើចជាមួយនឹងលូឈូបន្តទៀតនៅក្នុងបន្ទប់បន្តិចក្រោយមកនៅពេលដែលអ្នកស្រីឆែនលូបានមកដល់ផ្ទះមិត្តភ័ក្តិរបស់លោកយាយសប្បាយចិត្តជាខ្លាំងព្រោះថាបានហូបបាយជុំគ្នាហើយប៉ុន្តែនៅពេលបានឃើញមុខរបស់អ្នកស្រីឆែនលូមិនសប្បាយចិត្តពួកគាត់លែងសប្បាយចិត្តវិញចំណែកលូឈូនិងយ៉ាយ៉ានៅពេលពួកគេបានមើលមុខគ្នាទៅវិញទៅមកលោកឈូប្រងយកដៃប៉ះផ្ទៃមុខរបស់យ៉ាយ៉ាទៅបានជាយ៉ាយ៉ាចាប់ដៃរបស់គេមកប៉ះលើខ្លួនរបស់គេតែម្ដងរីលោកឈូប្រាប់ទៅកាន់យ៉ាយ៉ាថាតើឃើញទេខ្ញុំគឺជាមនុស្សធម្មតាជាក្មេងពេញវ័យ20ឆ្នាំហើយនៅពេលលឺហើយយ៉ាយ៉ាមិនតបស្ដីសោះនិងប្រងដើរចេញទៅវិញប៉ុន្តែលោកឈូបានចាប់ដៃហើយនិយាយបន្តទៀតថាអរគុណសម្រាប់ការសាកសួរមកកាន់ខ្ញុំកន្លងមកមនុស្សខ្លះបានគិតពីវាយើងមិនចាំបាច់ត្រូវការអ្វីក្រៅពីនេះទេនៅពេលដែលនិយាយចប់ម្ដាយរបស់លោកឈូក៏បានដើរមកឃើញបន្ទាប់មកនៅព្រះពួកគេត្រឡប់ទៅផ្ទះវិញអស់អ្នកស្រីឆាន់លូក៏បានសួរចង់ដឹងអំពីយ៉ាយ៉ាទៅបានជាលោកយាយក៏ហក់ទៅវិញថានេះគឺជាមិត្តរួមថ្នាក់របស់លោកឈូតែប៉ុណ្ណោះនៅព្រះបានលឺហើយអ្នកស្រីដឹងថាមិនមែនជាមិត្តភក្តិរបស់លោកឈូនោះទេរីលោកឈូបានសម្រេចប្រាប់កប៉ិតថាកូនមិនបានបន្តការសិក្សាឡើងវិញនោះទេគឺកូនចង់បន្តការសិក្សានៅសាលាដែលមានឈ្មោះថា Normal ហើយកូនកំពុងធ្វើការនៅហាងកាហ្វេមួយកន្លែងនៅពេលដឹងកប៉ិតហើយអ្នកស្រីខឹងលោកយាយជាខ្លាំងនិងបានស្ដីបន្ទោសទៅកាន់លោកយាយដែលឲ្យលោកឈូទៅធ្វើការបែបនោះរីលោកឈូបានហាមឃាត់ដែររបស់គេកុំឲ្យស្រែកដាក់លោកយាយព្រោះនោះគឺជាការសម្រេចចិត្តរបស់គេតែប៉ុណ្ណោះហើយគេសុខចិត្តចំណាយលើថ្លៃសិក្សាដោយខ្លួនឯងអ្នកស្រីឆែនលូបានតបទៅវិញថាវាមិនសំខាន់ទៅលើការចំណាយប្រាក់នោះទេគឺទៅលើលិខិតទទួលយកលោកឈូបានឬអត់ហើយលោកឈូចង់ទៅរៀនធ្វើជាគ្រូបង្រៀនមែនទេលោកឈូបានតបទៅវិញថាហេតុអ្វីបានជាមិនអាចអ្នកស្រីក៏បានតបទៅវិញថាកូនមិនអាចឈប់បានសំបីតែនឹងថឹងដូចគេនិយាយបង្រៀនទៅកាន់សិស្សនិងអាណាព្យាបាលតែបង្រៀនបានយ៉ាងម៉េចទៅតើពួកគេទទួលកូនបានយ៉ាងម៉េចទៅនៅពេលលើកពាក្យទាំងអស់នោះភ្លាមលោកឈូនិយាយឡើងចាញ់ហើយចាប់ផ្ដើមស្រោតទឹកភ្នែកតែម្ដងលោកឈូបាននិយាយទៅកាន់ម្ដាយរបស់គេបន្តទៀតថាតើអ្នកណាជាអ្នកផ្ដល់កំណើតឲ្យកូនម្នាក់នេះមកពីអ្នកណានៅពេលកូនកាត់មកបែបនេះនៅពេលបានលឺហើយអ្នកស្រីស្ងាត់មាត់ស្រោតទឹកភ្នែកហើយតបឡើងចេញតែម្ដងបន្ទាប់ពីពួកគេបានប្រកែកគ្នាហើយលោកឈូក៏បានឡើងទៅលើដំបូលដើម្បីទេទៅកាន់ខាងសាលាប៉ុន្តែខាងសាលាគឺដល់ម៉ោងសម្រាប់ទៅហើយនៅពេលដែលលោកយាយបានយកអាហារឲ្យលោកឈូបាននិយាយទៅកាន់លោកយាយថាបើសិនជាចៅលោតទៅខាងក្រោមវាជាចម្ងាយឆ្ងាយបំផុតសម្រាប់ចៅទទួលបាននៅពេលលឺហើយលោកយាយចាប់ដាំស្រោតទឹកភ្នែកតែម្ដងបន្ទាប់ពីនោះលោកយាយបានយកលោកឈូទៅមន្ទីរពេទ្យដើម្បីមើលថែដោយសពមួយដងហើយនៅពេលយប់នៅពេលលោកឈូបានឃើញម្ដាយរបស់គេមិនដេកដណ្ដប់ភួយគេក៏បានយកភួយដណ្ដប់ឲ្យនៅពេលដែលគេបានចាប់ពីការងារពីហាងកាហ្វេគេក៏បានដើរត្រឡប់មកវិញម្នាក់ឯងបន្ទាប់ពីនោះដោយសារតែលោកឈូត្រូវការរៀនបើកបរលោកយាយក៏បាននាំគេទៅរៀនបើកបរតែម្ដងហើយនៅថ្ងៃដែលបោះឆ្នោតលេងស្គររវាងលោកតាដៀវហើយនិងលោកឈូបានមកដល់ចាស់ចាប់ដើមនាំគ្នារកសម្លឹកឆ្នោត
នៅពេលដែលលោកតាដេវចាញ់លោកតាចាប់ដើមខ្យល់កតែម្ដងរីលូឈូបានសម្រាប់ការងារមួយថ្ងៃដើម្បីចាំមើលលោកតានៅពេលបានឃើញទឹកចិត្តរបស់លូឈូល្អបែបនោះហើយលោកយាយចាប់ដើមសរសើរហើយបាននាំគេទៅមន្ទីរពេទ្យដើម្បីទៅមើលម្ដាយរបស់គេនៅមន្ទីរពេទ្យដែលក៏ប៉ុន្តែម្ដាយរបស់គេមិនបានធ្វើដំណើរកំសាន្តទៅណានោះទេបើតែមិននៅពេលលូឈូបានដើរទៅមើលទីរក់នៅក្នុងអង្រឹងទីរក់នោះចាប់ដើមស្រែកយំទៅបានជាលូឈូព្យាយាមអោនទៅលួងលោមប៉ុន្តែទីរក់នោះនៅតែយំមិនបាត់សោះរំពេចនោះម្ដាយរបស់លូឈូក៏បានដើរមករុញលូឈូចេញមិនឲ្យគេនៅចិត្តទីរក់នោះទេហើយក៏ប៉ុន្តែទីរក់នោះគឺជាប្អូនបង្កើតរបស់គេតែប៉ុណ្ណោះនៅពេលដឹងក៏ប៉ុន្តែហើយលូឈូចាប់ដើមអន់ចិត្តជាខ្លាំងនៅពេលដែលម្ដាយរបស់គេមានផ្ទៃពោះមិនប្រាប់គេហើយក៏ហក់គេគ្រប់យ៉ាងដើម្បីចាក់ចែងពីគេបង្កើតកូនពេលនោះលូឈូបានសួរទៅកាន់លោកយាយអំពីហេតុផលដែលគ្រប់គ្នាក៏ហក់មកកាន់លូឈូទៅបានជាលោកយាយប្រាប់ថាដោយសារតែម្ដាយរបស់ចៅឡើងជាស្ករឡើងខ្ពស់ដុកទ័រប្រាប់ឲ្យម្ដាយរបស់ចៅរំលូតកូនចោលគ្រប់គ្នាមិនដឹងទេថាទីរនោះអាចរក្សាទុកបាននៅពេលឮហើយលូឈូចាប់ដើមស្រស់ទឹកភ្នែកហើយក៏បានស្រមៃការដែលគេប្រកែកគ្នាជាមួយនឹងម្ដាយរបស់គេដោយការនោះគេបានស្រែកថាដោយសារតែម្ដាយទៅបានជាបង្កើតកូនទៅជាបែបនោះវាគឺជាកំហុសរបស់ម៉ែតែមករំលឹកកូនថាកូនគឺជាសត្វនៅក្នុងទ្រុងមិនអាចចេញពីទ្រុងបាននោះទេដែលសំបីតែមើលឃើញពលឺថ្ងៃវាគួរតែខ្មាស់គេនៅពេលដែលចិញ្ចឹមកូនម្នាក់នេះនៅពេលនេះមនុស្សនៅខាងក្រៅគេចពីកូនពួកគេខ្លាចកូនពួកគេសោះចំអកកូនម៉ែគឺជាមនុស្សតែម្នាក់គត់ដែលស្អប់កូនជាងគេមើលរំលងកូនជានិច្ចកូនដឹងយូរមកហើយប៉ុន្តែហេតុអ្វីបានជាម៉ែសម្ដែងធ្វើជាបារម្ភពីកូនម្នាក់នេះម៉ែជាអ្នកធ្វើកូនទៅជាបែបនេះម៉ែគឺជាមនុស្សដែលពុតត្បុតនៅពេលឮហើយម្ដាយរបស់លូឈូបានស្រែកទៅវិញថាពិតមែនហើយម៉ែមិនដែលខ្វល់ពីកូននោះទេវាគឺជាវាសនារបស់កូនហើយនឹងម៉ែតែប៉ុណ្ណោះលូឈូក៏បានតបទៅវិញថាកូនមិនដែលសមជីវិតបែបនេះទេបន្ទាប់ពីបានស្រមៃហើយនៅពេលលូឈូបានទៅរៀនបាក់បោបន្តទៀតគេបានបើកឡានយ៉ាងលឿនដល់មិនខ្លាចស្លាប់នោះទេទៅបានជាលោកយាយរបស់គេស្ដាប់បន្ទោគេហើយនៅពេលដែលលូឈូទៅធ្វើការនៅហាងកាហ្វេបន្តទៀតអ្នកកសែតក៏បានចូលមកថតសកម្មភាពរបស់លូឈូនៅពេលដែលសម្រាប់ពីការងារយ៉ាយ៉ាក៏បានដើរមករកលូឈូម្ដងទៀតដើម្បីចែកនំគ្នាហូបកំឡុងពេលនោះយ៉ាយ៉ាបាននិយាយរឿងម្ដាយរបស់លូឈូដែលក៏ប៉ុន្តែគឺនាងឆ្ងល់ផងដែរថាម្ដាយបានជាពោះម្ដាយរបស់លូឈូធំម្ល៉េះដែលមិនដឹងថាគាត់គឺមានផ្ទៃពោះនោះទេលូឈូបានតបទៅវិញថាគេបានគិតពីវាប៉ុន្តែរឿងរ៉ាវបានកាត់ឡើងហើយគេស្ទើរតែមិនជឿសោះយ៉ាយ៉ាបានតបទៅវិញថាឲ្យពួកគាត់មានសេរីភាពទៅលូឈូបានតបទៅវិញថាជាសេរីភាពប៉ុន្តែម្ដាយរបស់គេមិនត្រូវកំណត់កន្លែងសិក្សារបស់គេនោះទេនៅកំណត់ទីក្រុងដែលគេចង់ទៅនោះទេនៅពេលឮហើយយ៉ាយ៉ាបានលើកទឹកចិត្តឲ្យលូឈូធ្វើអ្វីដែលជាខ្លួនរបស់ខ្លួនឯងទៅបន្ទាប់មកលូឈូបានសុំឲ្យយ៉ាយ៉ានាំគេដើរលេងនៅខាងក្រៅបន្តិចហើយនៅប្រពន្ធគេបានដើរទៅក្នុងចំណោមមនុស្សលូឈូបានយកដៃចាប់ដៃរបស់យ៉ាយ៉ាហើយដំបងឡើយគេមិនហ៊ាននោះទេនៅពេលដែលកាន់ហើយយ៉ាយ៉ាបានងាកមើលមុខរបស់លូឈូនិងបានដកដៃចេញពីដៃរបស់លូឈូហើយនាងបានកុហកថានាងសុំទៅបន្ទប់ទឹកបន្តិចប៉ុន្តែនៅពេលដែលយ៉ាយ៉ាបានឡើងទៅខាងលើនាងបានសម្លឹងមើលមកលូឈូនៅខាងក្រោមនិងបានបកដៃលាលូឈូទាំងក្តីអាណិតទៅបានជាលូឈូអន់ចិត្តជាខ្លាំងបើតែមិននៅពេលដែលលូឈូបានដើរម្នាក់ឯងលូឈូបានសូត្រកំណាព្យដែលគេតែងសម្រាប់យ៉ាយ៉ាកន្លងមកដែលកំណាព្យនោះគឺបានសរសេរថាអ្នកគឺជាតារាដែលរះនៅលើពពកខ្ញុំត្រឹមជាមនុស្សចម្លែកធ្វើដំណើរនៅលើសមុទ្រឯកោមកជាឃាតនៅលើស្ពានក៏ពុទ្ធសម្លាប់ក្តីស្រមៃការបាញ់កំភ្លើងមកពីទំនប់ក៏ពុទ្ធសម្លាប់បំណងប្រាថ្នាខ្ញុំកាន់អាស័យឋានដែលខូចវាគឺជាភ្នំឯកោជាកន្លែងដែលខ្ញុំបានឃើញអ្នកយ៉ាងស្រស់ស្អាតបំផុតប៉ុន្តែនៅពេលនេះបេះដូងរបស់ខ្ញុំគឺស្ពឹកទៅហើយរាងកាយរបស់ខ្ញុំមើលទៅចាស់ខ្ញុំនឹងបំភ្លេចវាឲ្យឆាប់បន្ទាប់មកនៅពេលលូឈូត្រឡប់ទៅផ្ទះវិញលូឈូក៏បានយកស្ករកៅស៊ូឲ្យយាយរបស់គេពិសានៅពេលលោកយាយពិសាលោកយាយចូលចិត្តជាខ្លាំងព្រោះស្ករនោះលូឈូធ្វើដោយខ្លួនឯងប៉ុន្តែលោកយាយមិនអាចឲ្យម្ដាយរបស់លូឈូពិសាបាននោះទេព្រោះខ្លាចឡើងជាតិស្ករបន្ទាប់មកនៅពេលដែលលោកយាយបានទៅមើលម្ហូបកំពុងតែចម្អិនលូឈូក៏បានយកស្ករនោះមកសាកហូបបន្តិចប៉ុន្តែបន្តិចក្រោយមកស្រាប់តែលូឈូចាប់ដាក់ស្លាកកដូចរាល់ដងហើយដោយសារតែមានការអន់ចិត្តលើខ្លួនឯងខ្លាំងពេកលូឈូចាប់ដាក់មានគំនិតមួយគឺគេបានព្យាយាមហូបស្ករនោះម្ដងហើយម្ដងទៀតចូលទៅក្នុងមាត់ដើម្បីគេស្លាកកពិបាកដកដង្ហើមស្លាប់តែម្ដងប៉ុន្តែជាការសំណាងល្អលោកយាយក៏បានមកឃើញតន់និងបានយកលូឈូទៅមន្ទីរពេទ្យដើម្បីសង្គ្រោះកំឡុងពេលដែលលូឈូសន្លប់គេក៏បានស្រមៃឃើញឆ្មារបស់គេមួយក្បាលកាលពីនៅក្មេងហើយគេបានស្រមៃកាលពីគេនៅពីក្មេងផងដែរគេតែងតែចូលចិត្តចូលទៅលេងនៅក្នុងវ៉ាលីនៅពេលដែលឪពុកម្ដាយរបស់លូឈូបាត់លូឈូតែណាមិនដឹងឪពុករបស់លូឈូបាននិយាយទៅកាន់ម្ដាយរបស់គេថាមិនចង់ទៅរកកូននោះទេបើសិនជាបាត់គេទៅជីវិតនឹងល្អប្រសើរប៉ុន្តែក៏ប៉ុន្តែគឺលូឈូនៅក្នុងវ៉ាលីនឹងបានលឺពាក្យទាំងអស់នោះទៅបានជាគេឈឺចិត្តជាខ្លាំង
នៅពេលដែលស្រមៃហើយលោកឈូត្រូវបានគ្រូពេទ្យវះកាត់បំពង់កដើម្បីយកស្ករចេញហើយម្ដាយរបស់គេមកមើលថែទាំងទឹកភ្នែកផងដែរកំឡុងពេលនោះម្ដាយរបស់លោកឈូបានរំលឹករឿងការដែលផ្ដោតកំណត់លោកឈូទាំងទឹកភ្នែកថាកាលនោះគឺគ្រូពេទ្យបានឲ្យម៉ែព្យាយាមសម្រាលលោកឈូចេញមកប៉ុន្តែម៉ែមិនដឹងធ្វើយ៉ាងណានោះទេនៅពេលដែលលោកឈូបានកើតមកម៉ែមិនដែលធ្វើខួបឲ្យលោកឈូម្ដងសោះមិនដែលទទួលយកការពិការរបស់កូននៅពេលដែលម៉ែមានកូនស្រីម្នាក់ទៀតម៉ែខ្លាចតែដើរផ្លូវខុសម្ដងទៀតនោះទេនៅថ្ងៃនោះម៉ែបានរុញកូនចេញម៉ែខុសហើយម៉ែខ្លាចនៅពេលនេះជាពេលចុងក្រោយដែលម៉ែធ្វើជាម៉ែដល់ល្អម្ដងទៀតឲ្យម៉ែសុំទោសកូនផងនៅពេលដែលរៀបរាប់ហើយម្ដាយរបស់លោកឈូចាប់ដាប់ស្រក់ទឹកភ្នែកទៅបានជាលោកឈូយកដៃអង្អែម្ដាយចាប់តាមថ្ងៃនោះនៅពេលដែលលោកឈូបានចេញពីមន្ទីរពេទ្យលោកយាយក៏បានយកគេទៅវិហារដើម្បីមកដេញគ្រូចង្រៃចេញឲ្យអស់នៅពេលគេត្រឡប់មកផ្ទះវិញគេក៏បានទៅបាក់កញ្ចក់ម្ដងទៀតបន្ទាប់ពីគេបានបិទវាលេខប្រាស់យូរមកហើយនៅពេលនោះលោកឈូបានស្រមៃឃើញយ៉ាមកម្ដងទៀតដោយបានដកអាវរបស់គេចេញដើម្បីសរសម្បករាងកាយរបស់លោកឈូពីការចេញឲ្យអស់ហើយប្រែទៅជាមនុស្សធម្មតាវិញយ៉ាងស្រស់ស្អាតបន្តមកនៅពេលលោកឈូបានងើបពីដេកគេក៏បានឡើងទៅលើដំបូលរកយាយរបស់គេនៅខាងលើនៅពេលនោះលោកឈូបានសួរអំពីស្នាមនៅលើកយាយរបស់គេទៅបានយាយរបស់គេប្រាប់ថាវាបានមុតដោយសារតែកំបិតនៅពេលដែលលោកយាយបានធ្វើការនៅទីបេនៅពេលលោកយាយទៅរកស៊ីនៅទីនោះហើយលោកយាយមិនដែលប្រាប់កូនស្រីឲ្យបានដឹងនោះទេដោយសារតែខ្លាចកូនស្រីបារម្ភនៅពេលប្រាប់ឲ្យលោកយាយសូមឲ្យលោកឈូឈប់ខឹងម្ដាយបន្តទៀតដោយសារតែម្ដាយរបស់លោកឈូមិនបានរៀនសូត្របានខ្ពស់ទៅបានជាគាត់ទៅជាបែបនោះគ្មានអ្នកណាបង្រៀនធ្វើជាម្ដាយល្អការដែលម្ដាយរបស់លោកឈូបានកើតមកមួយខែជីតារបស់លោកឈូបានចាក់ចោលក្រុមគ្រួសារទៅរកអ្នកផ្សេងបន្តមកលោកយាយក៏បានទៅទីបេដើម្បីទៅរកប្រាក់ចិញ្ចឹមកូនស្រីជាច្រើនឆ្នាំដោយទុកកូនស្រីចោលនៅពេលដែលត្រឡប់មកវិញម្ដាយរបស់លោកឈូមានអាយុ15ឆ្នាំទៅហើយរាល់ឆ្នាំម្ដាយរបស់លោកឈូមិនដែលហៅលោកយាយថាជាម្ដាយសំបីតែមួយម៉ាត់លោកយាយមិនដែលបន្ទោសកូនស្រីនោះទេដោយសារតែកំហុសមកពីលោកយាយនៅពេលលឺហើយលោកឈូបានតទៅវិញថាលោកយាយគឺជាមនុស្សស្រីដែលពូកែបំផុតចៅចង់សួរទៅកាន់លោកយាយវិញថានៅពេលដែលប្អូនស្រីរបស់ចៅបានធំឡើងតើគេចង់បានបបប្រពីការដោយចៅដែរទេនៅពេលបានលើកបែបនោះហើយលោកយាយចាប់ដាំស្រក់ទឹកភ្នែកតែម្ដងបន្តមកនៅពេលពួកគេបានចូលមកខាងក្រោមវិញលោកយាយបានប្រាប់ទៅកាន់លោកឈូថាមានគេផ្ញើសម្បត្តិមកឲ្យលោកឈូកាលពីថ្ងៃមិញនៅពេលដឹងហើយលោកឈូក៏បានទៅរកមើលតែម្ដងគឺខាងសាលា normal បានសម្រេចចិត្តយកគេទៅសិក្សានៅទីនោះហើយគ្រាន់តែបានឃើញឯកសារនោះភ្លាមលោកឈូចាប់ដាំយកដៃខ្ទប់មាត់និងស្រក់ទឹកភ្នែកមិននឹកស្មានដល់សោះហើយគេក៏បានស្រែកហៅលោកយាយមកមើលផងដែររីលោកយាយនៅពេលបានដឹងហើយលោកយាយចាប់ដាំស្រក់ទឹកភ្នែកនិងបានអោបចៅដោយក្តីត្រេកអរនៅថ្ងៃបន្ទាប់នៅពេលដែលលោកឈូធ្វើកិច្ចការងារផ្ទះលោកយាយបានអានឯកសារនោះលឺម្ដងហើយម្ដងទៀតដើម្បីអបអរទៅកាន់លោកឈូហើយលោកឈូត្រេកអររហូតដល់ធ្វើការលែងហត់ទៅហើយលោកនៅថ្ងៃមួយនៅពេលដែលក្រុមរបស់លោកយាយត្រៀមធ្វើដំណើរទៅសម្ដែងជាមួយនឹងគ្នាលោកឈូបានសម្លឹងមើលទៅខាងក្រៅក៏បានឃើញយ៉ាដើរម្នាក់ឯងនៅក្បែរនោះទៅបានជាលោកឈូសម្លឹងមើលទៅនាងដោយញញឹមប៉ុន្តែយ៉ាមិនដឹងទេថាលោកឈូគឺនៅទីនោះនិងបានដើរត្រឡប់ទៅវិញចំណែកលោកយាយនៅពេលនោះប៉ូលីសក៏បានតាក់ទងមកប្រាប់ថាអ្នករៀបចំកម្មវិធីត្រូវបានប៉ូលីសចាប់ខ្លួនបាត់ទៅហើយការសម្ដែងត្រូវបានរំសាយនៅពេលដឹងដំណឹងនោះហើយគ្រប់គ្នាសោកស្ដាយជាខ្លាំងប៉ុន្តែនៅពេលនោះស្រាប់តែកម្មវិធីមួយទៀតបានអញ្ជើញគ្រប់គ្នាទៅចូលរួមវិញម្ដងដែលជាកម្មវិធីដែលលោកឈូធ្លាប់ស្នើកាលពី1ខែមុនបន្តមកកម្មវិធីបានប្រកូលគ្រឿងបរិភោគមួយចំនួនឲ្យទៅកាន់លោកឈូនិងបានយកកាមេរ៉ាជាច្រើនមកថតសកម្មភាពរបស់គេបន្តមកកម្មវិធីក៏បានហៅលោកឈូឡើងទៅលើវេទិកាដើម្បីនិយាយបន្តិចដោយនៅពេលនោះលោកឈូបាននិយាយទាំងហត់ថាខ្ញុំគិតថាខ្ញុំត្រូវបានហៅមកទីនេះព្រោះតែវាតម្លៃនៅកន្លែងធ្វើការខ្ញុំគិតថាខ្ញុំបានឃើញភាពមិនពេញចិត្តពីភាគីផ្សេងពីភាសាពីបញ្ហាខ្ញុំបានឃើញកញ្ចប់ស្ករ3ខ្ញុំបានស្លាកវានៅពេលដែលញ៉ាំវាអ្នកប្រហែលជាមិនអាចស្រមៃទេថាវាមានអារម្មណ៍បែបណាទៅខ្ញុំមិនបានសោកសៅនោះទេឬឈឺចាប់នោះទេព្រោះខ្ញុំស៊ាំវាទៅហើយខ្ញុំមិនអាចសំបីទៅភ្លក់រសជាតិដោយមនុស្សធម្មតាប្រសិនបើអ្នកធ្វើបែបនោះមកលើខ្ញុំប្រហែលជាមិនអាចទ្រាំទ្របាននោះទេខ្ញុំបានសួរគ្រួសាររបស់ខ្ញុំនិងគ្រូពេទ្យថាម្ដេចបានជាខ្ញុំទៅជាបែបនោះសំណួរសួរច្រើនដងប៉ុន្តែគ្មានចម្លើយនៅក្នុងវងមនុស្សខ្ញុំបានជួបមនុស្សសម្លឹងមើលមកខ្ញុំដោយភាពអាណិតនិងខ្លាចរអាខ្ញុំកម្រជួបមនុស្សដែលសម្លឹងមើលមកខ្ញុំហើយប្រាប់ថាខ្ញុំដូចអ្នកដទៃដែរខ្ញុំគ្រាន់តែចង់ឃើញថាទោះជាខ្ញុំទៅជាយ៉ាងណាក៏ដោយមានរូបរាងយ៉ាងណាក៏ដោយគឺមានន័យថាសម្រាប់ក្តីសុខបូកបញ្ចូលពួកគេទៅជាមួយនឹងយើងគ្រប់គ្នាផង
បន្ទាប់ពីនោះជីវិតរបស់លូឈូកាន់តែប្រសើរឡើងរស់នៅជាមួយនឹងក្រុមគ្រួសារយ៉ាងមានក្តីសុខហើយគេចេះបើកឡានដោយមានការងារល្អធ្វើផងដែរនៅថ្ងៃមួយលូឈូហើយនឹងយាយរបស់គេបាននាំគ្នាទៅក្បែរមាត់ទឹកដើម្បីបង្ហោះផេះដែលគេរក្សាទុកយូរមកហើយលូឈូបាននិយាយទៅកាន់លោកយាយផងដែរថាចៅបានរៀនសូត្រពីលោកយាយដែលមនុស្សចាស់តែងតែកុហកប៉ុន្តែមិនគួរកុហកខ្លួនឯងនោះទេចៅចង់ឲ្យលោកយាយជូនទៅសាលាចៅនឹងទិញអាហារឲ្យលោកយាយនិងទិញសម្បត្តិរថភ្លើងធ្វើដំណើរកម្សាន្តឲ្យចៅដើរដោយខ្លួនឯងនិងដើរផ្លូវរបស់ខ្លួនឯងនៅពេលលឺឲ្យលោកយាយចាប់ដាំស្រក់ទឹកភ្នែកហើយក៏បានយល់ព្រមធ្វើតាមចៅអរគុណប្រិយមិត្តអរគ្នាសម្រាប់ការទស្សនាការសម្ដែងរឿងដែលមានចំណងជើងថា Big World រឿងមួយនេះគឺមានតម្លៃអប់រំខ្លាំងមែនទែនសម្រាប់ប្រិយមិត្តដែលបាក់ទឹកចិត្តក៏ដូចជាមានបញ្ហានៅក្នុងជីវិតដោយសារតួអង្គក្នុងរឿងមួយហ្នឹងទោះជាគាត់ពិការក៏ដូចជាកាយសម្បត្តិរបស់គាត់ហ្នឹងពិបាកក្នុងការធ្វើចលនាយ៉ាងណាក៏ដោយក៏គាត់នៅតែអាចព្យាយាមរស់បានគេពិបាកជាងយើងគេវេទនាជាងយើងប៉ុន្តែគេអាចនៅតែរស់បានយើងប៉ុណ្ណឹងយើងគិតថាយើងពិបាកខ្លាំងគឺគិតខុសហើយដោយadminអញ្ចឹងកាយadminមានជំងឺភ្នែកដំបូងណាកាលនោះadminធ្លាប់ផនក្នុង YouTube រួចមកហើយសម្រាប់ប្រិយមិត្តដែលបានតាមដាន channel របស់ admin គឺបានដឹងហើយមានបញ្ហាអ្វីក៏ដោយតែតែមានផ្លូវដោះស្រាយប្រិយមិត្តអរគ្នារឿងមួយហ្នឹងដូចជាមិនមានអីត្រូវបកស្រាយច្រើនទេដោយសារតែប្រាក់ចំណូលក៏ដូចជាប្រាក់ចំណាយហ្នឹងមិនបានបង្ហាញនៅក្នុងអ៊ីនធឺណិតទេadmin សូមបញ្ជាក់មួយទៀតផងដែរថាតួអង្គឯកប្រុសនៅក្នុងរឿងមួយហ្នឹងគឺគាត់មិនពិការអញ្ចឹងទេគឺគាត់សម្ដែងទេអ្វីគ្រប់យ៉ាងគឺមិនមែនជាការពិតទេ admin សូមសរសើរគាត់ខ្លាំងមែនទែនគាត់អាចសម្ដែងធ្វើជាមនុស្សដែលពិការមើលទៅគឺថាដូចពិតតែម្ដង admin ទៅឆែកមើលក្នុងអ៊ីនធឺណិតគឺថាមុខតួប្រុសគឺថាស្អាតជាង admin ទៀតអូខេអញ្ចឹង admin សូមអរគុណម្ដងទៀតសម្រាប់ប្រិយមិត្តដែលចំណាយពេលដ៏មានតម្លៃក្នុងការទស្សនាការសម្ដែងរឿង Big Worldជាពិសេសគឺប្រិយមិត្តដែលបាន comment ចំណងជើងរឿងមួយហ្នឹងក៏ប៉ុន្តែ admin បានស្គាល់រឿងមួយហ្នឹងទេដោយសារតែប្រិយមិត្តអរគ្នា comment ទៅបាន admin ទៅឆែកមើលហើយយកមកសម្រាយជូនសម្រាប់ប្រិយមិត្តទាំងអស់គ្នាជួបគ្នានៅវីដេអូលើក្រោយទៀតសូមអរគុណសូមជម្រាបលាបាយបាយ